Charlotte Group រថយន្ត compact SUV ដែលមានរូបរាងធំខ្ពស់ជាពិសេសអមមកជាមួយនឹង option ច្រើនខ្លាំងមែនទែនម៉ាស៊ីនវិញក៏ធំផងដែរហើយបើសិនជាពាក់ព័ន្ធជាមួយតម្លៃណាគឺខ្ទង់តែ$20000ជាងទេហើយនេះជាមូលហេតុដែលគ្រាន់តែចេញមកភ្លាមមានការកក់ច្រើនខ្លាំងមែនទែនអញ្ចឹងចង់ដឹងថាតើ Charlotte Group នេះមានអីពិសេសមានអីទំនើបខ្លះតោះទៅមើលលម្អិតមួយខ្ញុំទាំងអស់គ្នាអូខេបងប្អូនអញ្ចឹងនៅខាងស្ដាំដៃរបស់ខ្ញុំនេះគឺជារថយន្ត Charlotte Group ជា brand របស់អាមេរិកណាហើយសំខាន់អីដែលចាប់អារម្មណ៍នេះគឺពាក់ព័ន្ធជាមួយនឹងរូបរាងរបស់គេគឺស្ពណ៌ខ្លាំងមែនទែនអញ្ចឹងថ្ងៃនេះយើងទៅមើលទាំងអស់គ្នាថាក្រៅពីរូបរាង design ដែលស្អាតបែបនេះហើយមាន option អីគេខ្លះបានមានអ្នកកក់ច្រើនម្លេះអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំចាប់ផ្ដើមពីម្លប់នៅផ្នែកខាងមុខមុនអីដែលខ្ញុំចាប់អារម្មណ៍ដំបូងនេះគឺប្រកាសជាចង្កៀង LED មកផ្ទាំងធំនៅផ្នែកខាងមុខនេះហើយសម្រាប់ខ្ញុំគិតថាការ design ចង្កៀងនេះស្អាតក៏ប៉ុន្តែបើក្រៅពីស្អាតហើយក៏អមមកជាមួយនឹងមុខងារទំនើបផងដែរដូចជាទី1ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងមុខងារភ្លឺអូតូនៅទីងឹតហើយទី2វាក៏មានមកជាមួយនឹងមុខងារតម្លាក់ pha code ដែលអូតូផងដែរហើយបើសិនជាយើងមើលមកផ្នែក front grille ណាប៉ាណាខាងមុខនេះវិញគឺបែបរៀងធំចន្លោះហើយមានជាមួយនឹងពណ៌ខ្មៅអាឡូហើយអមជាមួយនឹង front lid ដែលគេធ្វើមកជាម៉ូដដូចកបោនទៀតអញ្ចឹងហើយធ្វើឲ្យការ design របស់ Charlotte Group នេះមើលទៅគឺ sporty មែនទែនហើយខ្ញុំហ៊ាននិយាយថាបើសិនជាបងប្អូនមើលនៅក្នុងវីដេអូអាចថាមើលទៅអ្នកខ្លះគាត់មានថាអាចអត់ស្អាតឬក៏អីចឹងណាប៉ុន្តែខ្ញុំហ៊ាននិយាយថាបើសិនជាបងប្អូនមកមើលផ្ទាល់នៅក្រៅភ្នែកហ្មងខ្ញុំហ៊ាននិយាយថា Charlotte Group នេះគឺទាក់ចិត្តខ្លាំងមែនទែនសូម្បីតែខ្ញុំផ្ទាល់ថ្ងៃនេះគឺខ្ញុំបានឃើញ Charlotte Group នេះជាលើកដំបូងហើយ first impression ឬក៏ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំហ្នឹងគឺសម្រាប់រូបរាងរបស់វាផ្នែកខាងមុខខ្ញុំហ៊ាននិយាយថាគឺកប់ពពកហើយអូខេក្រៅពីហ្នឹងទៀតពាក់ព័ន្ធជាមួយទៅលើរឿងម៉ាស៊ីនវិញអញ្ចឹងបើទោះបីជាតម្លៃ$20000ជាងទេក៏ប៉ុន្តែអមមកជាមួយនឹងម៉ាស៊ីនធំជាក់ស្ដែងគឺវាប្រើប្រាស់ម៉ាស៊ីន 1.5 មាន turbo 4ស៊ីឡាំងអាចផ្ដល់កម្លាំងបាន147សេសជាមួយនឹងកម្លាំងថកហ្នឹងគឺ255 Nm ប្រអប់លេខវិញគឺជាប្រអប់លេខ CVT អញ្ចឹងដូចបងប្អូនបានដឹងអញ្ចឹងប្រអប់លេខ CVT សម្រាប់ការបើកបរចូលលេខអីគឺ smooth ល្អខ្លាំងមែនទែនហើយបើសិនជាកម្រិតស៊ីសាំងវិញតាមការបញ្ជាក់ពីក្រុមហ៊ុនគឺស៊ីសាំង 6.5 លីត្រនៅក្នុង100គីឡូម៉ែត្រអញ្ចឹងដូចបងប្អូនបានឃើញតម្លៃ$20000ជាងរូបរាងស្ពណ៌ក៏ប៉ុន្តែអមមកជាមួយនឹងម៉ាស៊ីនធំទៀតយកសិនជាយើងមើលមកផ្នែកខាងគៀនវិញចង់ឲ្យបងប្អូនមកមើលការ design នៅកន្លែងយ៉ាន់កង់ណាអញ្ចឹងយ៉ាន់កង់នេះគឺទំហំ17អ៊ីងជាប្រភេទអាលុយមីញ៉ូមសំខាន់គេ design ជាបែបពណ៌ខ្មៅលាយជាមួយពណ៌ទឹកប្រាក់ដែលមើលទៅយើង sporty ស៊ីជាមួយនឹង concept របស់គេហើយយើងមើលមកផ្នែកខាងលើនេះអញ្ចឹងខាងលើនេះបងប្អូនឃើញមកជាមួយនឹងត្រចៀកក្តោបងាកមកផ្នែកខាងលើយើងឃើញប្រើជាប្រភេទ two tone អញ្ចឹងផ្នែកខាងគៀនខ្ញុំត្រួសប៉ុណ្ណឹងឥឡូវយើងទៅមើលផ្នែកខាងក្រោយវិញម្ដងមកការ design នៅផ្នែកខាងក្រោយវិញខ្ញុំចាប់អារម្មណ៍ដំបូងគឺកន្លែងនេះហើយសម្រាប់ខ្ញុំគិតថាការ design នេះមើលទៅស្អាតខ្លាំងមែនទែនព្រោះវាមើលទៅវា sporty ស៊ីជាមួយនឹង concept ណាកន្លែងនេះគេលាយជាមួយនឹងកបោនមានមកជាមួយនឹងឆ្នូតក្រហមអីតិចមើលទៅកាន់តែស្អាតបន្ថែមហើយសមាំងវិញគឺសមាំងភ្លោះហើយសមាំងនេះសមាំងស៊ីនណាមិនមែនគ្រាន់តែដាក់បិឆោតឬក៏គ្រាន់ជាការ design ទេគឺសមាំងមែនទែនផ្ទាល់តែម្ដងខិតមកខាងលើបន្តិចយើងមាន sensor 3គ្រាប់ហើយយើងខិតមកបន្តិចទៀតយើងមាន logo Groove OS ហើយបើសិនជាពាក់ព័ន្ធជាមួយនឹង stop គឺ LED ហើយបើពាក់ព័ន្ធជាមួយទំហំក្លុបវិញបងប្អូនអាចឃើញបានបាទអញ្ចឹងទំហំក្លុបនេះខ្ញុំគិតថាសម្រាប់បងប្អូនដែលគាត់ដាក់អាវ៉ាន់មិនថាគាត់ដើរលេងចុងសប្តាហ៍ឬក៏សម្រាប់អ្នកដែលគាត់ធ្វើកាយទេសម្រាប់ទំហំក្លុបនេះអត់បាច់បារម្ភទេហើយយើងមានមកជាមួយនឹង Rido ដែរអញ្ចឹងបើសិនជាបងដាក់អាវ៉ាន់ដែលមានក្លិនមានអីមានមកនៅជាមួយនឹង Rido ដើម្បីទប់កុំឲ្យមានក្លិនចូលទៅខាងក្នុងឡានបានអូខេអញ្ចឹងការ design នៅផ្នែកខាងក្រៅយើងមានប៉ុណ្ណឹងឥឡូវដល់ពេលដែលយើងចូលទៅមើលខាងក្នុងវិញម្ដងចូលមកដល់ផ្នែកខាងក្នុងវិញដូចបងប្អូនបានឃើញអញ្ចឹងឡានតម្លៃខ្ទង់$20000ជាងក៏ប៉ុន្តែមកជាមួយនឹងពូកស្បែកហើយសំខាន់ពូកស្បែកនេះគេ design មកជាប្រភេទ sport ដែរដូចបងប្អូនបានឃើញអញ្ចឹងតាំងរាងក៏ sport លាយជាមួយនឹង highlight ក្រហមអីគឺលយខ្លាំងមែនទែនជាពិសេសកៅអីដែលខ្ញុំកំពុងតែអង្គុយនេះផ្ទាល់ណាជាប្រភេទកៅអី motor ដែលយើងអាចសេរីទៅសេរីមកដូចបងប្អូនបានឃើញអញ្ចឹងមកស្រួលខ្លួនអត់បារម្ភទេងាកមកផ្នែកខាងមុខពាក់ព័ន្ធជាមួយចង្កូតអញ្ចឹងចង្កូតនេះជាប្រភេទចង្កូតអក្សរ D ហើយជាប្រភេទចង្កូតភ្លើងអញ្ចឹងសម្រាប់ការបត់បែនចេញចូលរយៈការប្រើប្រាស់អីគឺទុនស្រួលល្អអត់បារម្ភទេសំខាន់នៅលើចង្កូតនេះគឺមានមកជាមួយនឹងប៊ូតុងច្រើនខ្លាំងមែនទែនអញ្ចឹងប៊ូតុងខាងស្ដាំនេះគឺពាក់ព័ន្ធជាមួយនឹង entertainment system យើងអាចបញ្ជាចម្រៀងតឡើងសលេងបន្ថយសលេងអីគឺប្រើប្រាស់នៅនឹងបានងាកមកខាងឆ្វេងគឺពាក់ព័ន្ធជាមួយនឹង safety feature អញ្ចឹង safety feature នេះគឺគិតខ្ញុំនឹងអត់ថាតើមានអីគេខ្លះអញ្ចឹងណាខិតមកខាងមុខគឺជាប្រភេទ counter digital ទំហំ7អ៊ីងសំខាន់ graphic របស់គេគឺបានស្អាតល្អអីដែលលោជាងហ្នឹងខាងក្នុងហ្នឹងក្រៅពីបង្ហាញមកជាមួយនឹង graphic ទូទៅពាក់ព័ន្ធជាមួយនឹង counter ក៏មានមកជាមួយនឹង sensor វាស់សម្ពាធកង់ផងដែរអញ្ចឹងបើសិនជាកង់ធូរកង់តឹងអីគឺឲ្យយើងដឹងនៅក្នុង counter នេះផ្ទាល់តែម្ដង
ងាកមកផ្នែកខាងស្ដាំវិញគឺពាក់ព័ន្ធជាមួយនឹងអេក្រង់មួយផ្ទាំងដែលមានទំហំ 10.25 អ៊ីងអេក្រង់នេះជាប្រភេទអេក្រង់ digital ណាដែលយើងអាចបញ្ជាចុចទៅចុចមកបានសំខាន់យើងអាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto បានដូចគ្នាហើយមួយទៀតនឹងពាក់ព័ន្ធជាមួយទៅលើ Safety Feature តើមានអីគេខ្លះអញ្ចឹង Safety Feature មានច្រើនមែនតើនៅខាងក្នុងឡាននេះណាទី1ពាក់ព័ន្ធជាមួយនឹងពងសុវត្ថិភាពគឺមានរហូតដល់6គ្រាប់ហើយទី2ពាក់ព័ន្ធជាមួយនឹង Safety Feature System ហ្មងខាងក្នុងនោះមានច្រើនដូចបងប្អូនបានឃើញចឹងនៅក្នុងអេក្រង់ណាអញ្ចឹងមានតាំងពី Lane Departure Prevention Lane Departure Warning ដែលជាមុខងារឲ្យឡានយើងបើកនៅក្នុងកន្លង Front Collision Safety System ដែលជាមុខងារឲ្យយើងដឹងបើសិនជាមានបញ្ហាឬក៏មានឧបសគ្គនៅផ្នែកខាងមុខហើយមាន Adaptive Forward Light ដែលជាមុខងារតម្លាក់ Far Code Auto ហ្នឹងហើយក្រៅពីហ្នឹងក៏មានមកជាមួយនឹង Emergency Lane Keeping Assistant ក៏ដូចជា Emergency Brake ផងដែរអញ្ចឹងបានន័យថាជាមុខងារចាប់ប្រាំង Auto បើសិនជាមានឧបសគ្គនៅផ្នែកខាងមុខបន្ថែមពីនេះក៏មានមកជាមួយនឹង Adaptive Cruise Control មកជាមួយនឹង Traffic Jam Assist ផងដែរអញ្ចឹង Adaptive Cruise Control ដូចបងប្អូនបានដឹងអញ្ចឹងជាមុខងារបើកតាមលបឿនឡានខាងមុខបើសិនជាឡានខាងមុខថែមលបឿនក៏ថែមតាមបើសិនជាថយក៏ថយតាមតែ Auto អញ្ចឹងទៅប៉ុន្តែមកជាមួយនឹងមុខងារ Traffic Jam Assist ហ្នឹងដែលជាមុខងារមួយ Stop and Go មកបានន័យថាបើសិនជាឈប់ Stop ឈប់ដែរហើយឡានខាងមុខទៅគឺទៅផ្ទាល់តែម្ដងអញ្ចឹងមុខនេះគឺជួយច្រើនសម្រាប់ការប្រើប្រាស់ក្នុងក្រុងឬក៏បើសិនជាជាប់ Stop អីច្រើនអញ្ចឹងទៅអូខេចុះមកខាងក្រោមតិចទៀតកន្លែងនេះគឺជាម្លប់សិនជាដែលយើងអាចសេរីបានមកពេញចិត្តអត់បារម្ភទេហើយចុះមកខាងក្រោមតិចទៀតយើងឃើញមានពាក់ព័ន្ធជាមួយនឹងរុនសាកអញ្ចឹងរុនសាកនេះគឺរុនសាក USB-C និង USB-A មកស្រាប់ផ្ទាល់តែម្ដងចង្កឹះលេខវិញគឺជាចង្កឹះលេខ CVT ដែលខ្ញុំបានបញ្ជាក់មិញអញ្ចឹងហើយនៅក្នុងនេះក៏យើងអាចកាច់ទៅ Sport Mode បានផងដែរកន្លែងនេះយើងឃើញមានប្រាំងដៃ Electronic Auto Hold កន្លែងដាក់កែវទឹកងាកមកផ្នែកខាងលើគឺមានដំបូលបើកនៅផ្នែកខាងលើផងដែរធូរខ្លាំងមែនតើអូខេអញ្ចឹងទោះពាក់ព័ន្ធនៅផ្នែកខាងមុខប៉ុណ្ណឹងឥឡូវយើងទៅមើលនៅផ្នែកខាងក្រោយវិញម្ដងតោះអូខេបងប្អូនអញ្ចឹងនេះគឺជាផ្នែកខាងក្នុងរបស់ Charlotte Group ពាក់ព័ន្ធជាមួយនឹងភាពធំទូលាយ space អីផ្សេងៗខ្ញុំជឿថាបងប្អូនអាចឃើញបានណាអញ្ចឹងអាចបានអង្គុយមកស្រួលខ្លួនអត់បារម្ភទេកន្លែងដាក់ជើងក៏មានបន្ថែមផងដែរហើយសម្រាប់ខ្ញុំគិតថាខាងក្នុងនេះអង្គុយ3នាក់គឺអត់បារម្ភទេអញ្ចឹងមិនថាឡាននេះមិនសម្រាប់តែបងដែលគាត់មានខ្លួនមួយទេសម្រាប់អ្នកដែលគាត់មានគ្រួសារក៏ខ្ញុំគិតថាឡាននេះអាចត្រូវគាត់បានផងដែរហើយបើសិនជាកន្លែងថាវ៉ាន់មានច្រើនមែនទែនអានេះក៏យើងអាចដាក់បាននៅនេះសងខាងអីយើងសិតតែអាចដាក់បានហើយអូក៏អីដែលខ្ញុំកំពុងតែអង្គុយនេះក៏យើងអាចសេរីបានផងដែរអញ្ចឹងយើងចង់ផ្អែកយើងចង់បញ្ឈរប៉ុណ្ណាគឺយើងអាចសេរីបានមកស្រួលខ្លួនអត់បារម្ភទេសំខាន់មានមកជាមួយនឹងរុនសាក USB-C នៅផ្នែកខាងក្រោយអញ្ចឹងសម្រាប់បងដែលគាត់ត្រូវការសាកថ្មអីផ្សេងៗក៏អត់បារម្ភដូចគ្នាផងដែរសរុបមកវិញបងប្អូនប្រកាសជាសួរខ្ញុំពាក់ព័ន្ធជាមួយនៅលើតម្លៃក៏ដូចជាការធានាហើយជាពិសេសតើ Charlotte Group នេះត្រូវសម្រាប់អ្នកណាអញ្ចឹងពាក់ព័ន្ធជាមួយតម្លៃគឺ$28,500ជាមួយនឹងការធានា3ឆ្នាំឬក៏$10,000គីឡូហើយសម្រាប់ពណ៌វិញមានជម្រើសច្រើនខ្លាំងមែនទែនមានរហូតដល់6ពណ៌យើងមានពណ៌សពណ៌ខ្មៅពណ៌ប្រផេះពណ៌លឿងដែលខ្ញុំកំពុងតែថតនេះហើយនឹងមានពណ៌ក្រហមហើយនឹងពណ៌ខៀវផងដែរមួយទៀតពាក់ព័ន្ធជាមួយទៅលើថាតើ Charlotte Group នេះមានសម្រាប់អ្នកណាឬក៏ធ្វើឡើងសម្រាប់អ្នកណាខ្ញុំគិតថាទី1សម្រាប់បងប្អូនដែលគាត់ចូលរៀនសកលគាត់នៅរៀនឬក៏សម្រាប់បងដែលគាត់ធ្វើការគាត់ត្រូវការឡានមួយដែលគាត់ប្រើប្រាស់នៅក្នុងក្រុងប្រចាំថ្ងៃអមមកជាមួយនឹង option ទំនើបហើយអត់សូវស៊ីសាំងទេហើយមួយទៀតនេះខ្ញុំគិតថាឡាននេះក៏ធ្វើឡើងសម្រាប់បងដែលគាត់តែមានគ្រួសារតែចាប់ដើមគ្រួសារអីចឹងទៅព្រោះដូចបងប្អូនបានឃើញអញ្ចឹងម៉ាស៊ីនគេក៏ធំហើយពាក់ព័ន្ធជាមួយការ design របស់គេក៏មើលទៅរៀង sporty option ក៏ទំនើបផងដែរអញ្ចឹងបើសិនជាបងប្អូនចង់ដឹងព័ត៌មានបន្ថែមអីលម្អិតពាក់ព័ន្ធជាមួយនឹងឡាននេះហ្មងអាចតាក់ទងទៅ Charlotte Cambodia បានដែលខ្ញុំទុក page Facebook របស់គាត់នៅលើ caption ខាងលើឬក៏តាក់ទងទៅតាមលេខទូរស័ព្ទដៃដែលខ្ញុំទុកនៅលើ caption ខាងលើដូចគ្នាអរគុណសម្រាប់ការទស្សនាពី YouTube ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ